ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំគូអេជីនឹងហើយខានជួបគ្នាយូរហើយអ្នកទាំងអស់គ្នាសុខសប្បាយអត់ខ្ញុំចេញវីដេអូយូរខ្លាំងមែនតើខ្ញុំសូមទោសផងអ្នកទាំងអស់គ្នាខ្ញុំអត់មានអីក្រៅពីពាក្យសូមទោសអ្នកទាំងអស់គ្នាទេតែថ្ងៃនេះយើងនឹងមកបន្តសាច់រឿងគ្រូវេទមន្តវ័យក្មេងពីបញ្ចប់តែម្ដងអញ្ចឹងបើសិនជាគ្នាយើងអត់ទាន់បានមើលអេពីសូតមុនទេខ្ញុំនឹងដាក់ link នៅក្នុង description ឲ្យកុំឲ្យចាំយូរតោះចូលទៅដល់សាច់រឿងរបស់យើងទាំងអស់គ្នាហ្មងទៅលីវិនជាក៏ប្រាប់ទៅកាពីតានថាយើងគួរតែរត់ទៅតែទោះជាបែបនេះក៏ដោយលោកកាពីតានគឺមិនរត់នោះទេព្រោះនៅខាងក្រៅខ្នងរបស់ពួកគេគឺជាសុវត្ថិភាពរបស់ប្រជាជនជាច្រើនចចកភ្នែកមួយនេះគឺវាមិនទាន់វិវត្តខ្លួនរបស់វាហើយនោះទេបើសិនជាវាអាចវិវត្តខ្លួនទៅជាចចកមុខបន្លានោះគឺពួកគេកាន់តែពិបាកទប់ទល់បន្ថែមទៀតហើយអញ្ចឹងមិនចាំយូរ Rocky ក៏បានប្រើប្រាស់វេទមន្តដីចំណែក Selker ក៏បានប្រើប្រាស់វេទមន្តទឹកដើម្បីត្រៀមទប់ទល់នឹងចចកមួយនេះលោកកាពីតានក៏បានប្រើវេទមន្តភ្លើងយ៉ាងធំបាញ់ទៅលើវាទោះជាវាមានការខ្ទាតទៅឆ្ងាយបន្តិចមែនប៉ុន្តែវាមិនកើតអ្វីធំដុំនោះឡើយចចកភ្នែកមួយក៏បានលូតមកវាប្រហារអ្នកទាំងអស់គ្នាបន្ថែមទៀតដែលសូម្បីវេទមន្តទឹករបស់ Selker ក៏ពិបាកទប់ទល់ផងដែរឃើញបែបនេះ Morphan ក៏បានលើក Selker ចេញពីកន្លែងគ្រោះថ្នាក់ចំណែកកាពីតានវិញក៏បានប្រើប្រាស់ភ្លើងយ៉ាងធំមួយទៀតបាញ់ទៅលើសត្វចចកភ្នែកមួយតែវាក៏នៅតែមិនកើតអីទៀតគ្រប់គ្នាក៏បានប្រើប្រាស់វេទមន្តរៀងៗខ្លួនការពារលោកកាពីតានMorphan ក៏បានប្រើប្រាស់វេទមន្តរន្ទះកម្រិត2បាញ់ទៅលើសត្វចម្លែកមើលទៅវេទមន្តរន្ទះមានប្រសិទ្ធភាពលើសត្វចម្លែកមួយនេះវាថែមទាំងអាចរារាំងការវិវត្តរបស់ចចកភ្នែកមួយបានទៀតផងដោយសត្វចម្លែកមានសមត្ថភាពខ្លាំងមែនទែនដូចនេះពួកគេមានតែពឹងពាក់លើវេទមន្តរន្ទះរបស់ Morphan តែប៉ុណ្ណោះតែទោះយ៉ាងណាវាមិនបានយូរប៉ុន្មាននោះទេដល់ដំណាក់កាលគ្រោះថ្នាក់ក៏មានទឹករលកយ៉ាងធំមួយបក់សត្វចម្លែកឲ្យចាក់ចេញជំនួយពីសមាគមអ្នកប្រមាញ់បានមកដល់ហើយគឺលោកយ៉ាងជ័រហឺលោកយ៉ាងក៏បានប្រើប្រាស់វេទមន្តខ្យល់របស់គាត់បោះសត្វចម្លែកឡើងទៅលើយ៉ាងខ្ពស់ហើយនៅពេលដែលវាបានធ្លាក់មកដល់ខាងក្រោមវិញវាក៏បានបាត់បង់ជីវិតបាត់ទៅ Morphan ក៏បានដើរមកមើលហើយព្រលឹងសត្វចម្លែកក៏បានហោះចូលក្នុងខ្សែករបស់គាត់ផងដែរ Morphan ក៏បានសួរលោកយ៉ាងតើវេទមន្តទឹកនិងវេទមន្តខ្យល់អំបញ្ញមិញនេះគឺជាវេទមន្តកម្រិតកណ្ដាលមែនទេវេទមន្តទាំងពីរនេះគឺពិតជាខ្លាំងមែនតើបើលោកមកមិនទាន់នោះទេពួកយើងប្រកាសជាពិបាកហើយលោកយ៉ាងក៏បានតបថាមើលតាមសមត្ថភាពរបស់ឯងមិនយូរប៉ុន្មាននោះទេឯងនឹងក្លាយទៅជាគ្រូវេទមន្តកម្រិតកណ្ដាលហើយនៅពេលនោះវេទមន្តរន្ទះរបស់ឯងនឹងខ្លាំងជាងវេទមន្តទឹកនិងវេទមន្តខ្យល់ទៅទៀតគ្រប់គ្នាក៏បានមកជុំគ្នាដោយសារតែមានវត្តមានរបស់សត្វចម្លែកភ្នែកមួយនិងសត្វចម្លែកចចកបែបនេះលោកយ៉ាងនឹងរៀបចំការយាមការឲ្យបានតឹងរឹងជាងមុនហើយគ្រប់គ្នាក៏បានសរសើរការចូលរួមរបស់ Morphan ផងដែរបើគុំតែការពន្យាពេលរបស់ Fan Mo គឺពិបាកហើយពេលនេះហើយបន្ទាប់មកនៅពេលដែលចេញមកវិញចៅមីនក៏បានរត់មកអោប Morphan នាងក៏យំហើយប្រាប់ថាខ្ញុំអរគុណខ្លាំងមែនតើក្រោយមក Morphan ក៏បានមករក Cynthia គាត់ក៏បានឲ្យលុយមួយចំនួនទៅកាន់ Cynthia ប្រាប់ថាឲ្យនាងយកទៅទិញទូរស័ព្ទព្រោះនៅពេលដែលមានគ្រោះថ្នាក់នាងអាចតាក់ទងមករកគាត់បានដំបូង Cynthia មិនចង់យកនោះទេតែ Morphan ក៏បានប្រាប់ថាគាត់មានការងារក្រៅម៉ោងជាគ្រូវេទមន្តដូច្នេះគាត់មានលុយច្រើនណាស់បន្តិចក្រោយមក Cynthia ក៏បានប្រាប់ទៅកាន់ Morphan ថានាងក៏បានដាស់វេទមន្តដែរប៉ុន្តែគឺជាវេទមន្តព្យាបាលហើយឆាប់នេះនាងនឹងអាចគ្រប់គ្រងផ្កាយ7ហើយអញ្ចឹងហើយពួកគេក៏សប្បាយចិត្តផងដែរជាច្រើនថ្ងៃកន្លងផុតទៅសៀវហៅនិង Morphan ក៏បានមកអង្គុយនៅក្រោមដើមឈើមួយជុំគ្នាបន្តិចក្រោយមកអ្នកគ្រូທາງយាកក៏បានមកហៅ Morphan ថាលោកនាយកចង់ជួបតែ Morphan ក៏បានសុំជំនួយពីនាងតាក់ទងជាមួយនឹងការប្រែប្រួលវេទមន្តភ្លើងដូច្នេះតើគាត់អាចទៅផ្ទះអ្នកគ្រូທາງយាកនៅយប់នេះបានទេអ្នកគ្រូក៏ថាបានដូច្នេះហើយធ្វើឲ្យសៀវហៅឡើងផ្លឹកតែម្ដងលោកនាយកក៏បាននិយាយពីការប្រកួតរវាងអ៊ីយ៉ាងជាមួយនឹង Morphan នៅថ្ងៃប្រកួតក៏ជាថ្ងៃគម្រប់អាយុរបស់អ៊ីយ៉ាងផងដែរដូចនេះលោកមចយិននឹងហៅមនុស្សជាច្រើនដើម្បីមកធ្វើការមើលការប្រកួតមួយនេះប៉ុន្តែនេះគឺជារឿងតូចតាចតែប៉ុណ្ណោះលោកនាយកក៏បានបន្ថែមថារឿងដែលធំនោះគឺវាពាក់ព័ន្ធជាមួយនឹងអាងទឹកពិសិដ្ឋអាងទឹកពិសិដ្ឋនេះគឺមានអាយុកាល 1000 ឆ្នាំមកហើយគ្រូវេទមន្តណាដែលបានវឹកហាត់នៅទីនោះកម្លាំងរបស់គេនឹងកើនឡើងយ៉ាងឆាប់រហ័សតែដល់យូរទៅអាងទឹកមួយនេះក៏វាបានបាត់បង់ប្រសិទ្ធភាពបន្តិចម្ដងដូច្នេះបច្ចុប្បន្នគឺគេអនុញ្ញាតឲ្យតែគ្រូវេទមន្តវ័យក្មេងដែលមានសមត្ថភាពខ្ពស់ជាងគេទៅវឹកហាត់តែប៉ុណ្ណោះច្បាស់ណាស់សាលារបស់យើងនឹងរីកមិនឯង Morphan ប៉ុន្តែនៅតាមគ្រួសារធំអ៊ីយ៉ាងគឺមានសមត្ថភាពខ្លាំងជាងគេដូច្នេះនៅក្នុងចំណោមឯងឬក៏អ៊ីយ៉ាងនឹងមានលទ្ធភាពទៅវឹកហាត់នៅទីនោះម្យ៉ាងវិញទៀតមើលទៅឱកាសយកឈ្នះរបស់ Morphan គឺមានតិចខ្លាំងណាស់ព្រោះធនធានក៏ដូចជាគ្រឿងការពាររបស់អ៊ីយ៉ាងគឺមានលើស Morphan ដាច់តែម្ដងនិងសៀក៏បានសួរទៅកាន់លោកមួចយិនតើលោកពុកចាំបាច់ដែរឬទេដែលហៅមនុស្សច្រើនបែបនេះមកមើលលោកមួចយិនប្រាប់ថាអ៊ីយ៉ាងគឺជាអ្នកមានទេពកោសល្យនៅក្នុងគ្រួសាររបស់យើងលំដាប់ទី2បន្ទាប់ពីឯង
ដោយនេះនៅថ្ងៃអនាគតគេនឹងអាចខ្លាចទៅជាជំនួយការដ៏ល្អម្នាក់សម្រាប់ឯងផងដែរចំណែក Morphan វាយ៉ាងម៉េចវាគ្រាន់តែពូកែនៅក្នុងសាលារបស់វាតែប៉ុណ្ណោះបើប្រៀបធៀបមួយយ៉ាងគឺវាគ្មានអ្វីនោះទេដូចនេះនីងសៀមិននិយាយអ្វីក៏ដើរចាក់ចេញទៅក្រោយមកដោយបានព័ត៌មានពីស៊ីនសៀនីងសៀក៏បានមករក Morphan នាងក៏ប្រាប់ឲ្យ Morphan ថាកុំទៅអីនៅថ្ងៃការប្រកួតអ៊ីយ៉ាងនឹងមិនបន្ធូរដៃនោះទេ Morphan ក៏និយាយទាំងញញឹមថាខ្ញុំនឹងយកឈ្នះគេឲ្យបានតើនាងដឹងទេឪពុករបស់ខ្ញុំស្រឡាញ់ខ្ញុំខ្លាំងណាស់ទោះគាត់គ្មានអ្វីគ្រប់យ៉ាងក៏ដោយក៏គាត់ព្យាយាមបំពេញឲ្យខ្ញុំនឹងស៊ីនសៀដែរហើយនៅពេលដែលខ្ញុំឃើញឪពុករបស់នាងធ្វើបាបគាត់ខ្ញុំមិនអាចទ្រាំបាននោះទេហើយលើកនេះវាគឺជាឱកាសដែលប្រាប់ទៅកាន់គ្រប់គ្នាថាឪពុករបស់ខ្ញុំមិនមែនមនុស្សទន់ខ្សោយនោះឡើយចុះហេតុអីទើបខ្ញុំត្រូវរត់គេចដូច្នេះនាងនឹងបានឃើញថាអ្នកណាគឺជាអ្នកឈ្នះមិនយូរប៉ុន្មានថ្ងៃប្រកួតក៏បានមកដល់មានភ្ញៀវជាច្រើនបានធ្វើដំណើរមកកាន់គ្រួសារតកូមូចំណែកឆៃថាងវិញក៏បានហៅក្រុមអ្នកប្រមាញ់មកផងដែរ Morphan ក៏បានដើរមកដល់ដូចគ្នាប៉ុន្តែលើកនេះមិនបានបិទមុខជា fan Mon នោះទេឆៃថាងក៏បានស្ដីគាត់ប្រមាណម៉ាត់ដូចនេះទើបគាត់ដឹងថាគាត់មិនបានបិទមុខអ្វីទាល់តែសោះដែលបានឃើញ Morphan បែបនេះគ្រប់គ្នាក៏បានរំលឹកទៅកាន់ fan Mon មើលទៅគេម្នាក់នេះគឺដូចជា fan Mon ខ្លាំងណាស់ឆៃថាងក៏បានតបមិនដូចគ្នាអ្វីបន្តិចនោះទេនៅពេលដែលជួបសត្វចម្លែកភ្នែកមួយគេក៏នៅទីនោះផងដែរហើយគេក៏បានរត់គេចទាំងភ័យស្លន់ស្លោទៀតផងគេមិនទាំងអាចប្រៀបធៀបសមត្ថភាពទៅកាន់ fan Mon ទៅចូលមកដល់ខាងក្នុងភ្លាម Morphan មិនគិតអ្វីទាំងអស់ក៏បានហូបអាហារយកតែម្ដងនៅពេលលោកកាប៉ីតែនចានខុងឃើញបែបនេះគាត់ក៏បានដើរមកសួរស្ដីហើយនឹងសួរថាតើឯងនៅមានអារម្មណ៍ញ៉ាំអាហារទៀតហ៎ណែ Morphan ណាឮសូរលោកមួចយៀនធ្វើបាបឯងពេលដែលឯងរៀនចប់ចូលក្រុមជាមួយនឹងយើងមកយើងនឹងសន្យាថាជំរះបញ្ជីជាមួយអ្នកដែលធ្វើបាបឯងឲ្យអត់ទេកាប៉ីតែនខ្ញុំអរគុណតែខ្ញុំចូលចិត្តទីក្រុងជាងអត់ចូលចិត្តព្រៃភ្នំនោះទេយើអាល្អិតសំអុយនិយាយសន្ទនាគ្នាបានបន្តិចលោកកាប៉ីតែនក៏បានដើរចាក់ចេញទៅក្រុមមិត្តភ័ក្តិរបស់ Morphan ក៏បានមកដល់ផងដែរខាងសាលារបស់ពួកគេបានបញ្ជូនពួកគេមកដើម្បីឲ្យលើកទឹកចិត្ត Morphan បន្តិចក្រោយមកលោកចយិនក៏បានឡើងធ្វើការថ្លែងសន្ទរកថានៅក្នុងពិធីបុណ្យគម្រប់អាយុរបស់អ៊ីយ៉ាងហើយដើម្បីបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយជាងនេះបន្ថែមទៀតគាត់ក៏បានប្រកាសពីការប្រកួតគ្នារវាងអ៊ីយ៉ាងនិង Morphan តែម្ដងពេលវេលាក៏បានមកដល់លោកកាពីតែនក្រុមអ្នកប្រមាញ់ក៏បានមកដល់ទីលានប្រកួតផងដែរចំណែកឪពុក Morphan ជាស៊ីងក៏គាត់មានវត្តមាននៅក្នុងកន្លែងអ្នកអង្គុយមើលដូចគ្នាគូប្រកួតទាំងពីរនាក់ក៏បានចូលទៅដល់ទីលានប្រកួតបើតាមអ្នកអង្គុយមើលអ៊ីយ៉ាងចូលមកដល់កន្លែងប្រកួតមួយនេះគឺគេបានមកជាមួយនឹងឧបករណ៍វេទមន្តការពារខ្លួនដោយនេះគេក៏បាននិយាយទៅកាន់លោកម្ចាស់មូតែលោកម្ចាស់មូមិនខ្វល់អ្វីនោះទេគូប្រកួតទាំងពីរក៏បានដើរមកចាប់ដៃគ្នាម្នាក់ភ្លើងម្នាក់ទឹកកកអ៊ីយ៉ាងក៏បាននិយាយទៅកាន់ Morphan ថាឯងនឹងដេកលើគ្រែ3ខែជាមិនខាន Morphan ក៏បានតបវិញឯងគួរតែបារម្ភពីខ្លួនឯងទៅអ្នកទាំងពីរក៏បានរក្សាគម្លាតរៀងខ្លួនលោកម្ចាស់មូក៏ប្រកាសការប្រកួតចាប់ផ្ដើមអ៊ីយ៉ាងក៏បានបញ្ចេញវេទមន្តតកកមកបង្កកជុំវិញខ្លួន Morphan តែ Morphan ក៏បានប្រើប្រាស់វេទមន្តភ្លើងការពារខ្លួនផងដែរ Morphan ក៏បានបាញ់ភ្លើងទៅកាន់អ៊ីយ៉ាងក៏បានប្រើប្រាស់ស្បែកជើងវេទមន្តកិច្ចយ៉ាងលឿនគាត់ក៏បានបន្តបាញ់វេទមន្តភ្លើងបន្ថែមទៀតតែទោះយ៉ាងណាអ៊ីយ៉ាងក៏បានគេចផុតអ៊ីយ៉ាងក៏បាននិយាយទៅកាន់ Morphan ថាមពលភ្លើងកម្រិត2របស់ឯងនេះគឺមិនអាចធ្វើអ្វីយើងបាននោះទេអ៊ីយ៉ាងក៏បានប្រើប្រាស់វេទមន្តតកកកម្រិតទី3ដែលធ្វើឲ្យសិស្សគ្រប់គ្នាគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនវេទមន្តភ្លើងរបស់ Morphan គឺពិបាកទប់ទល់ខ្លាំងមែនទែនហើយមិនយូរប៉ុន្មានវាក៏បានរលត់បាត់ទៅលោកនាយកក៏មានបំណងឲ្យបញ្ឈប់ការប្រកួតដោយខ្លាចមានគ្រោះថ្នាក់ទៅកាន់ Morphan ប៉ុន្តែលោកម្ចាស់ចយិនគឺគាត់មិនយល់ស្របនោះទេអ្នកទស្សនាក៏បានបញ្ចេញមតិអ៊ីយ៉ាងអាយុ18ឆ្នាំសោះតែអាចប្រើប្រាស់វេទមន្តតកកកម្រិត3បានគឺពិតជាអស្ចារ្យខ្លាំងមែនទែនតកកពិតជាត្រជាក់ពេកហើយពិបាកនឹងធ្វើឲ្យ Morphan គ្រប់គ្រងថាមពលខ្លួនឯងខ្លាំងមែនទែនតែទោះយ៉ាងណាបន្តិចក្រោយមក Morphan ក៏បានបញ្ចេញថាមពលភ្លើងកម្រិតទី3ចេញមកដូចគ្នាគាត់ក៏បានបាញ់ភ្លើងទៅកាន់អ៊ីយ៉ាងម្ដងទៀតតែលើកនេះទោះបីស្បែកជើងធាតុដីរបស់អ៊ីយ៉ាងលឿនប៉ុណ្ណាក៏ដោយក៏ថាមពលភ្លើងលឿនជាងស្បែកជើងនោះដែរដោយនេះបន្ទុះភ្លើងយ៉ាងធំមួយក៏ត្រូវបានកើតឡើងនៅក្នុងទីលានប្រកួតអ៊ីយ៉ាងមានរបួសបន្តិចបន្តួចប៉ុន្តែគាត់មិនអីនោះទេដោយសារតែគាត់មានអាវក្រោះការពារខ្លួនដែលគ្រប់គ្នាឃើញបែបនេះគឺមិនសុខចិត្តខ្លាំងមែនទែនពីដំបូងស្បែកជើងឥឡូវនេះមកអាវក្រោះបន្ថែមទៀតតើវាមិនហួសហេតុពេកទីដឹងលោកម្ចាស់មូក៏បានប្រាប់ទៅវិញថាគឺគ្មានអ្នកណាមិនឲ្យ Morphan ពាក់អាវក្រោះនោះទេនេះគឺជាធម្មពលរបស់ខ្សែស្រឡាយគ្រួសារលោកកាពីតែនចានខុងក៏បានដើរមកប្រកាស Morphan ឈប់ទៅគេពាក់អាវក្រោះការពារភ្លើងទោះភ្លើងឯងខ្លាំងប៉ុណ្ណាក៏មិនអាចធ្វើអ្វីគេបានដែរពួកយើងបានឃើញពីសមត្ថភាពរបស់ឯងរួចទៅហើយអ៊ីយ៉ាងក៏បានចំអកទៅកាន់ Morphan នេះគឺមកពីគ្រួសាររបស់ឯងគ្មានប្រាក់ដូច្នេះហើយទើបឯងគ្មានធម្មពលគ្រួសារមកជួយ
រំលឹកទៅកាន់ឪពុកដែលធ្លាប់តែស្រឡាញ់និងការពារខ្លួនមកហ្វានក៏បានតបធម្មពលគ្រួសារមកជួយយើងនឹងបង្ហាញប្រាប់ឯងថាអ្វីទៅជាធម្មពលពិតប្រាកដនិយាយរួចគាត់ក៏បានបញ្ចេញធម្មពលរន្ទះរបស់គាត់មកដែលគ្រាន់តែបានឃើញបែបនេះភ្លាមក្រុមអ្នកប្រមាញ់ក៏បានស្គាល់ថានេះហើយគឺជាធម្មពលរបស់ហ្វានម៉ូអញ្ចឹងតើបានជាពួកយើងមានអារម្មណ៍ថាធ្លាប់ស្គាល់គេម្នាក់នេះសូម្បីតែមិត្តភ័ក្តិរបស់ហ្វានក៏បានភ្ញាក់ផ្អើលតាមពិតទៅគេក៏ជាគ្រូវេទមន្តធាតុរន្ទះម្នាក់ផងដែរអ៊ីយ៉ាងស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងនោះទេមិនអាចទៅរួចនោះទេអូយើងភ្លេចប្រាប់ឯងវេទមន្តធាតុរន្ទះរបស់យើងក៏នៅក្នុងកម្រិតទី3ដូចគ្នាវេទមន្តរន្ទះកម្រិតទី3នាគរន្ទះដូចនេះនាគរន្ទះយ៉ាងធំមួយក៏បានបាញ់សម្ដៅទៅកាន់អ៊ីយ៉ាងប្រើវេទមន្តតកមកទប់ទល់ជាមួយនឹងអាវក្រោះរបស់គាត់ផងដែរតែទោះយ៉ាងណាគឺវាមិនគ្រប់គ្រាន់នោះទេអាវក្រោះរបស់គាត់ក៏បានប្រះបែកវេទមន្តដល់ទៅ2ធាតុតើគេកើតមកជាមួយនឹងវេទមន្តទាំង2ធាតុមែនដែរឬទេអ្នកគ្រូលោកគ្រូជាមួយនឹងកាពីតានក៏ដូចជាមិត្តភ័ក្តិរបស់ម៉ាហ្វានគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនម៉ាហ្វានអាចវឹកហាត់ធម្មពលវេទមន្តទាំងពីរមកដល់កម្រិតទី3បាននេះគឺមិនមែនជារឿងងាយស្រួលនោះទេដូចនេះអ្នកឈ្នះនៅក្នុងការប្រកួតមួយនេះគឺម៉ាហ្វាននឹងហើយអ្នកទាំងអស់គ្នាសម្រាប់ season 1នៃសាច់រឿងមួយនេះក៏បានមកដល់ទីបញ្ចប់ហើយតាមពិតគេនៅមាន season ច្រើនទៀតប៉ុន្តែខ្ញុំចូលចិត្ត season 1ច្រើនជាងគេអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចចូលទៅមើល season ផ្សេងៗផងដែរខ្ញុំគិតថាតម្លៃអប់រំនៅក្នុងសាច់រឿងមួយនេះគឺចង់ប្រាប់ថាឲ្យតែយើងមានការតស៊ូព្យាយាមយើងនឹងអាចជំនះឧបសគ្គបានប៉ុន្តែកុំភ្លេចតស៊ូព្យាយាមនៅក្នុងតែផ្លូវល្អៗបានហើយអញ្ចឹងម៉ាហ្វានធ្វើឲ្យត្បិតថាគាត់កើតមកមិនមែននៅក្នុងគ្រួសារអ្នកមានប៉ុន្តែគាត់បានព្យាយាមវឹកហាត់ធម្មពលវេទមន្តគាត់ក៏មានការគោរពស្រឡាញ់ឪពុកនិងប្អូនស្រីរបស់គាត់ហើយក៏មានចិត្តធ្វើការងារក្រៅម៉ោងរកលុយពីការប្រមាញ់សត្វចម្លែកបន្ថែមទៀតអញ្ចឹងកន្លែងណាដែលមានការអប់រំល្អៗយើងគួរតែយកគំរូតាមបើកន្លែងណាអ្នកទាំងអស់គ្នាគិតថាมันល្អទេក៏កុំយកគំរូតាមអីសម្រាប់សាច់រឿងមួយនេះអ្នកទាំងអស់គ្នាអាចស្ដាប់ជាការកម្សាន្តក៏បានដែរខ្ញុំអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានតាមដានសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ទោះជាខ្ញុំចេញវីដេអូរៀងយូរប៉ុន្តែអ្នកទាំងអស់គ្នានៅតែតាមដានខ្ញុំអរគុណខ្លាំងមែនទែន